ចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែចំណោទលេខ2ក្នុងមេរៀនការបូកចំនួនមានលេខ4ខ្ទង់និង3ខ្ទង់គ្មានត្រាទុកដែលចំណោទលេខ2ហ្នឹងគេដាក់ថានៅថ្ងៃបុណ្យរុក្ខទិវាគេដាំដើមគគីបានចំនួន2330ដើមនិងដាំដើមឈើទាលបានចំនួន550ដើមតើក្នុងថ្ងៃនោះគេដាំដើមឈើទាំងអស់បានចំនួនប៉ុន្មានដើមចឹងក្នុងចំណោទហ្នឹងគេប្រាប់យើងថាថ្ងៃបុណ្យរុក្ខទិវាចឹងថ្ងៃបុណ្យរុក្ខទិវាហ្នឹងគឺជាថ្ងៃទិវាដែលគេដាំកូនឈើនឹងឯងគឺគេបានដាំដើមគគីចំនួន2330ចា2330ដើមនិងដាំដើមឈើទាលបាន550ដើមហើយគេសួរយើងថាតើក្នុងថ្ងៃរុក្ខទិវាហ្នឹងគេដាំដើមឈើទាំងអស់បានចំនួនប្រមាណដើមចឹងដើមឈើទាំងអស់ដែលគេដាំហ្នឹងមាន2មុខគឺមានដើមគគីនិងដើមឈើទាលអញ្ចឹងចង់រកចំនួនសរុបនៃដើមឈើដែលគេដាំបានទាំងអស់ត្រូវយកចំនួនដើមគគីបូកនឹងចំនួនដើមឈើទាលដែលគេដាំបានដោយសារក្នុងថ្ងៃហ្នឹងគឺគេដាំពីរប្រភេទហ្នឹងចឹងបើយើងចង់យករកចំនួនសរុបទាំងអស់នៃដើមឈើទាំងអស់ហ្នឹងគឺយើងត្រូវប្រើប្រមាណវិធីបូកដោយយកដើមចាស់ចំនួនដើមគគីដែលគេដាំបានហ្នឹងបូកចំនួននឹងដើមឈើទាលដែលគេដាំបានបន្ទាប់ពីយើងជ្រើសរើសប្រមាណវិធីរួចហើយយើងត្រូវចាប់ផ្ដើមសរសេរចម្លើយអញ្ចឹងយើងដាក់មកចម្លើយដែលយើងបែងចែកជាពីរខាងមួយខាងគឺយើងដាក់ប្រមាណវិធីមួយខាងទៀតគឺយើងដាក់ថារបៀបឆ្លើយអញ្ចឹងខាងប្រមាណវិធីគឺជាខាងដែលយើងគណនាលេខរីឯខាងរបៀបឆ្លើយគឺជាខាងដែលយើងរៀបរាប់ឲ្យលោកគ្រូអ្នកគ្រូរបស់យើងយល់អញ្ចឹងអ្វីដែលយើងត្រូវរកគឺរកចំនួនដើមឈើដែលគេដាំបានចា៎អញ្ចឹងគឺយើងត្រូវយកដើមចំនួនដើមគគីដែលគេដាំបានហ្នឹងបូកនឹងចំនួនដើមឈើទាលដែលគេដាំបានដើម្បីរកឲ្យឃើញនៅចំនួនដើមឈើទាំងអស់អញ្ចឹងដើម្បីបូកលេខនឹងបានគឺយើងត្រូវយកទៅគណនាខាងប្រមាណវិធីអញ្ចឹងគឺយើងដាក់មកគឺ2330បូកនឹង555ចឹងដើម្បីបូកលេខហ្នឹងគឺយើងត្រូវតែតម្រៀបឲ្យត្រូវតាមខ្ទង់បើយើងតម្រៀបអត់ត្រូវតាមខ្ទង់ទេយើងប្រកាសជាគណនាខុសចឹងដើម្បីបូកចំនួនដែលមានលេខ4ខ្ទង់និង3ខ្ទង់គឺយើងត្រូវសរសេរចំនួនទាំងពីរឲ្យត្រូវតាមខ្ទង់រួចហើយចាប់ផ្ដើមបូកពីខ្ទង់រាយអញ្ចឹងខ្ទង់រាយរបស់យើង0បូក0ស្មើ0ជាងយើងសរសេរលេខ0 3បូក5ស្មើ8អញ្ចឹងយើងសរសេរលេខ8 3បូក5ទៀតស្មើ8ទៀតអញ្ចឹងយើងសរសេរលេខ8រីឯខ្ទង់ពាន់2នេះអត់មានអីបូកគឺយើងទម្លាក់ចុះអញ្ចឹងគឺយើងឃើញថាពេលដែលយើងបូកហើយគឺយើងឃើញ2880មានន័យថាចំនួនដើមឈើដែលគេដាំបានមានដើមគគីនិងដើមឈើទាលហ្នឹងសរុបទាំងអស់គឺ2880ចឹងយើងត្រូវយកចម្លើយហ្នឹងមកសរសេរខាងរបៀបឆ្លើយចឹងយើងដាក់មកគឺ2880ដើមបន្ទាប់មកជំហានចុងក្រោយគឺយើងត្រូវឆ្លើយថាចំនួនដើមឈើដែលគេដាំបានអញ្ចឹងគឺយើងត្រូវដាក់ចំនួនដែលយើងបូកឃើញមិញហ្នឹងគឺ2880ដើមអញ្ចឹងទាក់ទងនឹងកំណែនៅក្នុងចំណោទលេខ2ក្នុងមេរៀនការបូកចំនួនមានលេខ3ខ្ទង់និងសំទោស4ខ្ទង់និង3ខ្ទង់ដោយគ្មានត្រាទុកចាស់មានប៉ុណ្ណឹងចាស់សូមអរគុណច្រើននិងសូមជម្រាបលា